បាទអូខេសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដោះស្រាយបាទទៅលើទូរស័ព្ទដៃដែលវាមានបញ្ហាវិជ្ជកម្មលោតមកលើទូរស័ព្ទដៃរបស់យើងអញ្ចឹងការដោះស្រាយទៅលើបញ្ហាវិជ្ជកម្មលោតនៅក្នុងទូរស័ព្ទដៃរបស់យើងបងប្អូនឃើញស្រាប់ហើយនេះវាលោតបែបនេះបងប្អូនបាទហើយវិធីក្នុងការដោះស្រាយវាមានពីរជម្រើសបាទជម្រើសទី1គឺយើងធ្វើការដោះនៅលើកម្មវិធីនៅលើកុំព្យូទ័របាទប៉ុន្តែថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញរបៀបទី2នេះគឺយើងធ្វើការ reset បាទយើងអត់មានលុបមួយអីទេបងប្អូនទាំងអស់គ្នាយើងធ្វើការ reset ម៉ាស៊ីនទាំងអស់តែម្ដងបាទអញ្ចឹងទើបទូរស័ព្ទដៃរបស់យើងវាដំណើរការស្រួលវិញហើយវិជ្ជកម្មដែលវាលោតនៅក្នុងទូរស័ព្ទដៃរបស់យើងក៏វាលែងលោតវិញបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការ reset ម៉ាស៊ីនទូរស័ព្ទដៃរបស់យើងឲ្យវាមានដំណើរការស្រួលឬក៏វាលែងមានវិជ្ជកម្មលោតបែបនេះបងប្អូនអូខេអញ្ចឹងជាដំបូងយើងធ្វើការចូលទៅក្នុង setting ជាមុនសិនអូខេអញ្ចឹងយើងធ្វើការបិទអ៊ីនធឺណិតក៏បានដែរកន្លែងនេះយើងបិទសិនមកបាទទោះបីតែយើងបិទក៏វាលោតដែរវិជ្ជកម្មនេះនោះបាទអូខេយើងបិទវាសិនហើយបន្តមកទៀតយើងធ្វើការចូលទៅក្នុងកម្មវិធី console បងប្អូនបាទយើងរកមើលកន្លែង console មកអូខេឥឡូវខ្ញុំសូមធ្វើការរក console សិននេះបងប្អូនទាំងគ្នាយើងយកកន្លែងការកំណត់នេះមកអូខេអញ្ចឹងយើងធ្វើការចូលដល់កន្លែង setting ហើយយើងធ្វើការអូសវាឡើងលើបាទធ្វើការអូសឡើងលើអញ្ចឹងមកហើយយើងយកកន្លែងអ្នកប្រើប្រាស់និងគណនីចូលកន្លែងនេះគឺដើម្បីយើងធ្វើការលុប Gmail account ជាមុនសិនទើបយើងអាចធ្វើការ reset វាបាទអូខេអញ្ចឹងយើងធ្វើការលុប Gmail សិនមកយើង remove account នេះចេញអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការថយវាបន្តមកទៀតយើងជ្រើសរើសពាក្យមួយទៀតការកំណត់បន្ថែមបងប្អូនចូលកន្លែងនេះមកបាទបន្តមកទៀតយើងធ្វើការចូលកន្លែងបំរុងទុកនិងកំណត់ឡើងវិញបាទបងប្អូនមើលមួយតាមខ្ញុំមកបាទហើយកន្លែងនេះយើងយកខាងក្រោមគេបាទបន្តមកទៀតយើងជ្រើសរើសពាក្យលុបទិន្នន័យទាំងអស់បាទចូលទាំងមកហើយកន្លែងនេះយើងចុចលុបទិន្នន័យម្ដងទៀតបាទអញ្ចឹងទូរស័ព្ទវានឹងធ្វើការរលត់ឬក៏ restart ដោយខ្លួនវាបាទអញ្ចឹងបងប្អូនកន្លែងនេះគឺបងប្អូនទាំងអស់គ្នាធ្វើការរងចាំបាទរងចាំវាតតែវាធ្វើការចាញ់ផ្ទាំងសទើបយើងអាចធ្វើការចុចទៅមុខទៀតបានបាទកន្លែងនេះគឺយើងធ្វើការរងចាំបាទរងចាំយូរអាច3-4នាទីកន្លែងនេះបងប្អូនជុំបងប្អូនអាចធ្វើការរងចាំសិនបាទនេះវាកំពុងតែធ្វើការលុប data ដែលវាមានបញ្ហានៅក្នុងទូរស័ព្ទដៃរបស់យើងឬក៏មានលក្ខណៈមេរោគបាទមេរោគចូលហើយគឺវាធ្វើការជំរះឲ្យដូចនឹងទូរស័ព្ទយើងទៅនឹងទិញថ្មីបងប្អូនបាទអញ្ចឹងយើងប្រើស្រួលដូចមុនវិញបាទអញ្ចឹងបងប្អូនដែលមានបញ្ហាបែបនេះអញ្ចឹងបងប្អូនគួរតែធ្វើការ reset វាចូលអូខេយើងប្រើយូរ2-3ឆ្នាំហើយយើងអាចធ្វើការ reset វាម្ដងឬក៏2-3 ខែអីយើងអាច reset វាមកបាទឲ្យតែវាមានលោតវិជ្ជកម្មអីញ៉ៃៗយើងអាចលុបវាបានប៉ុន្តែក្នុងការលុបដូចខ្ញុំបានបញ្ជាក់ហើយបងប្អូនទាំងអស់គ្នាត្រូវធ្វើការទៅលុប Gmail account យើងទៅ remove Gmail account យើងចេញសិនទើបយើងទៅធ្វើការ reset វាបាទយើងការពារកុំឲ្យវាជាប់ Google account បាទជុំបងប្អូនធ្វើតាមខ្ញុំគឺត្រូវឲ្យបងប្អូនទាំងគ្នាបាទគឺខ្ញុំធ្វើមួយទេឲ្យបងប្អូនអ្នកដែលអត់ទាន់សូវយល់បាទគឺយល់ក្នុងការធ្វើដោយខ្លួនឯងបាទអាចធ្វើដោយខ្លួនឯងបានអត់មានអីពិបាកទេបងប្អូនដោយសារខ្ញុំបានធ្វើប្រាប់មួយច្បាស់អស់ហើយបងប្អូនអាចធ្វើតាមវីដេអូមួយនេះជុំបងប្អូនអាចដោះស្រាយដោយខ្លួនឯងបានអូខេអញ្ចឹងកន្លែងនេះគឺយើងធ្វើការរងចាំវាហើយបងប្អូនដែលពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច like មួយផងបាទដើម្បីជាការលើកទឹកចិត្តសម្រាប់ខ្ញុំហើយខ្ញុំនឹងធ្វើវីដេអូល្អៗដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាបាទអញ្ចឹងដល់កន្លែងនេះហើយគឺបងប្អូនទាំងអស់គ្នាធ្វើការចុចបន្ទាប់នៅខាងក្រោមដោយសារវាចូលកន្លែងប្លោះខ្មែរនេះហើយយើងយកបន្ទាប់ខាងក្រោមនេះមកហើយយើងចុចបន្ទាប់ទៀតហើយយើងចុចបន្ទាប់ទៀតមកបាទហើយកន្លែងនេះយើងដាក់ Wi-Fi ឬក៏មិនដាក់វាមានពីរជម្រើសអញ្ចឹងខ្ញុំអត់ដាក់ទេខ្ញុំរំលងចុចបន្ទាប់ទៀតមកបាទវាឲ្យយើងនៅចាំ2ឬក៏3នាទីទៀតម៉ូដែលគឺជាម៉ូដែល Oppo បងប្អូន
mình tha Oppo mình tha Vivo ấy thế bóng bồn dương thứ đôi technia thế bóng bồn đọc nhé dương thứ đôi technia thế trong bóng bồn bàn mơ video mình ní bóng bồn đừng chơi hàm pi cá thứ đôi lơ mà đều xem oi tạiประเภท Android dương ai thứ bàn được nhé và đời xa ประเภทวิจกรรมนี่វាមានតែនៅលើទូរស័ព្ទដៃ Siri ចាស់ៗទេបងប្អូនបាទ Siri ចាស់ៗឬក៏ Siri រៀងទៀតវានឹងមានវិចកម្មហើយបងប្អូនបាទប៉ុន្តែបើ Siri គេខ្ពស់វិចកម្មវាមិនងាយនឹងចូលបានទេបងប្អូនបាទវាអត់ងាយនឹងចូលបានទេដោយសារប្រព័ន្ធការពារគេខ្លាំងបាទសម្រាប់ស័ព្ទតែថ្លៃហ៎បងប្អូនបាទសូមបងប្អូនទាំងគ្នាធ្វើការរងចាំវាសិនបាទអញ្ចឹងដល់កន្លែងនេះបងប្អូនអាចចុចខាងឆ្វេងដៃបងប្អូនកុំចុចបន្ទាប់ចុចរំលងចឹងកុំចម្លងចឹងមកអូខេចុចខាងឆ្វេងណាបងប្អូនបាទអញ្ចឹងកន្លែងនេះគឺកំពុងត្រួតពិនិត្យព័ត៌មាននេះបើយើង reset យើងអត់បានលុប Gmail account របស់យើងទេកន្លែងនេះវានឹងជាប់ Google account ណាកន្លែងនេះបងប្អូនបាទអញ្ចឹងគឺបងប្អូនដែលខ្ញុំឲ្យបងប្អូនធ្វើការ remove គឺកន្លែងនេះឯងបងប្អូនកាលណាយើងអត់ remove ដល់កន្លែងនេះវានឹងជាប់ហើយអញ្ចឹងបងប្អូនអ្នកដែលអត់ស្គាល់ Gmail អត់ស្គាល់ password អីគឺអាចចុចនេះទៅមុខបានទៀតទេបងប្អូនអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងគ្នាគួរតែធ្វើការ remove វាមុននឹងយើងធ្វើការ reset បាទអូខេអញ្ចឹងដល់កន្លែងនេះយើងចុចពាក្យរំលងខាងឆ្វេងហើយចុចរំលងបន្តទៀតហើយចុចពាក្យច្រើនអូខេចុចបន្តទៀតមកគឺព្រមបាទចុចចាប់ផ្ដើមអញ្ចឹងមក